ជំរាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់ជាទីស្រឡាញ់និងជាទីគោរពថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញអំពីការទាញយកលទ្ធផលសិស្សបន្ទាប់ពីលោកគ្រូអ្នកគ្រូបានបញ្ចប់ការធ្វើតេស្តប្រចាំខែឧសភានៅក្នុងថ្នាក់បឋមថ្មីដែលយើងមិនធ្វើនៅក្នុងថ្នាក់តេស្តនិងប្រឡងបន្តទៀតទេឥឡូវយើងមកធ្វើនៅក្នុងថ្នាក់បឋមថ្មីបាទអញ្ចឹងរបៀបនៃការចូលប្រឡងគឺខ្ញុំបានតម្លាក់ជូនឲ្យអស់ហើយកាលពីវីដេអូមុនអញ្ចឹងសូមតាមដាននៅវីដេអូនេះបាទមុនដំបូងគឺលោកគ្រូចូលក្នុងថ្នាក់បឋមរបស់យើងបាទតាមបន្ទាប់ពីចូលក្នុងថ្នាក់បឋមហើយគឺសូមលោកគ្រូចូលយកពាក្យនេះបាននៅខាងលើបាទបាននៅខាងលើនេះគឺមានរៀនមានតាមដានមានតេស្តតេស្តអញ្ចឹងសូមលោកគ្រូចូលយកពាក្យថាតេស្តទី3បាទអញ្ចឹងចូលពីចូលតេស្តហើយវាមានប្រភេទហ្នឹងដូចខ្ញុំបានជំរាបអញ្ចឹងសូមលោកគ្រូចូលក្នុងប្រឡងនេះលេខរៀនទី4ពណ៌ក្រហមប្រឡងប្រចាំខែបាទអញ្ចឹងចុចនៅលើហ្នឹងមកអញ្ចឹងបន្ទាប់ពីចុចនៅលើហ្នឹងហើយវានឹងចេញទម្រង់វិញ្ញាសាឲ្យលោកគ្រូបាទអញ្ចឹងក្នុងចំណុចនេះដែរគឺដោយសារសិស្សរបស់ខ្ញុំគាត់បានប្រឡងរួចហើយអញ្ចឹងនៅពេលដែលប្រឡងរួចហើយខ្ញុំសូមមកចុចនៅកន្លែងប្រវត្តិតេស្តដែលស្ថិតនៅក្រោម profile របស់ខ្ញុំនេះបាទអញ្ចឹងចុចនៅហ្នឹងមកបន្ទាប់ពីចុចកន្លែងហ្នឹងហើយវានឹងចេញពាក្យថាប្រវត្តិតេស្តមកមើលកន្លែងនេះវាមានប្រវត្តិរបស់ខ្ញុំនិងកំណត់បង្ហាញអញ្ចឹងសិនបើយើងចុចលោកគ្រូចុចកន្លែងប្រវត្តិរបស់ខ្ញុំមានន័យថាទៅមើលលទ្ធផលដែលខ្លួនឯងបានចូលធ្វើតេស្តអញ្ចឹងសិនបើចុចកន្លែងហ្នឹងវានឹងចេញនេះតើពីចេញហ្នឹងសូមលោកគ្រូមកជ្រើសរើសយកថ្ងៃបាទអញ្ចឹងខ្ញុំយកពីថ្ងៃទី10 12ចុះបាទ12មករហូតដល់ថ្ងៃហ្នឹងអញ្ចឹងតាំងពីថ្ងៃទី12រហូតដល់ថ្ងៃហ្នឹងគឺខ្ញុំបានប្រឡងបាទបានប្រឡងចំនួន4មុខវិជ្ជាបាទ4មុខវិជ្ជាអញ្ចឹងវាលោតឲ្យហើយតែមកទៀតវាមានចំនួនសំណួរចម្លើយត្រូវបាទចម្លើយខុសរំលងសំណួរនិងបន្ទុកនេះគឺជាកន្លែងដែលលោកគ្រូចង់បានតើពេលដែលប្រឡងចប់តើសិស្សបានបន្ទុកប៉ុន្មានតែនៅពេលដែលប្រឡងចប់ភ្លាមហ្នឹងគឺវាលោតបន្ទុកឲ្យទេចាំខ្ញុំតម្លែងនៅក្នុងវីដេអូហ្នឹងឲ្យបាទតមកទៀតខ្ញុំអត់ចង់មើលប្រវត្តិខ្លួនឯងខ្ញុំចង់មើលប្រវត្តិសិស្សទេបាទនេះគឺជាប្រវត្តិសិស្សដែលសិស្សរបស់ខ្ញុំប្រឡងអញ្ចឹងខ្ញុំសូមយកសិស្សទាំងអស់ប៉ុន្តែខ្ញុំសូមមកជ្រើសរើសវាមានសិស្សវាមានថ្នាក់វាមានមុខវិជ្ជាអញ្ចឹងបើសិនបើថ្នាក់ទី1ទី2យើងដាក់កម្រិតថ្នាក់របស់យើងទៅតែអញ្ចឹងខ្ញុំមើលមុខវិជ្ជាបាទមុខវិជ្ជានេះបើសិនបើខ្ញុំចង់មើលមុខវិជ្ជាគណិតខ្ញុំដាក់តែគណិតទេបើខ្ញុំចង់មើលមុខវិជ្ជាខ្មែរខ្ញុំដាក់ខ្មែរបាទអញ្ចឹងទិន្នន័យសិស្សវាលោតតែមុខវិជ្ជាខ្មែរឲ្យទេបាទមុខវិជ្ជាខ្មែរឲ្យតែកន្លែងនេះបាទកន្លែងមុខវិជ្ជារងវិញ្ញាសានេះលោកគ្រូដាក់ប្រឡងប្រចាំខែមេសាឧសភាមកបាទតែមកទៀតចាប់ពីនេះគឺថ្ងៃការបរិច្ឆេទអញ្ចឹងការបរិច្ឆេទសូមលោកគ្រូជ្រើសរើសទៅចុចកន្លែងប្រតិទិនមកជ្រើសរើសដាក់ថ្ងៃ12ដល់ថ្ងៃ13មកឬក៏លោកគ្រូចាប់ដើមប្រឡងពីថ្ងៃណាឥឡូវខ្ញុំដាក់ថ្ងៃទី14រហូតដល់ថ្ងៃទី17ថ្ងៃហ្នឹងបាទអញ្ចឹងវានឹងចាញ់ផ្ទាំងនេះវាលោតដល់បាន10ទេអញ្ចឹងសូមលោកគ្រូចុចមកខាងក្រោមនេះកន្លែងនេះដែលខ្ញុំដាក់ហ្នឹងចុចយក100មកបាទបើយើងលើសពី50នាក់យក100មកវាលោតទៅដល់ផ្ទាំងហ្នឹង50នាក់បើ60នាក់វាលោត60នាក់ហើយបាទបន្ទាប់ពីបែបហ្នឹងគឺវាចាញ់តែភាសាខ្មែរទេនេះឃើញលោកគ្រូឃើញភាសាខ្មែរអស់បាទឃើញតែភាសាខ្មែរទេបាទឃើញតែភាសាខ្មែរអញ្ចឹងលោកគ្រូចង់ដឹងថាកូនណាដែលប្រឡងបានច្រើនជាងគេបាទច្រើនជាងគេអញ្ចឹងលោកគ្រូអាចចុចកន្លែងបន្ទុកបាទហើយចុចកន្លែងបន្ទុកអញ្ចឹងយើងចុចកន្លែងមជ្ឈមភាពអញ្ចឹងលោកគ្រូចុចកន្លែងមជ្ឈមភាពទៅឲ្យវារើសបាទរើសអញ្ចឹងភាសាខ្មែររបស់ថ្នាក់ខ្ញុំគឺអ្នកដែលបានប្រឡងនេះតេស្តល្អជាងគេនោះគឺបាន8ទេនេះ8បាទកន្លែងនេះដែលខ្ញុំបានបង្ហាញនេះចំណែកឯបន្ទុកបាន8.75បាទ8.75ខ្ញុំមានប៉ុណ្ណឹងហើយចំពោះគណិតវិទ្យាលោកគ្រូចុចកន្លែងមុខវិជ្ជានេះវិញមុខវិជ្ជាបើយកគណិតយើងដាក់គណិតបាទយកសាស្ត្រសង្គមដាក់សាស្ត្រសង្គមអានោះខ្ញុំដាក់វិទ្យាសាស្ត្របាទមានប្រវត្តិតេស្តឥឡូវសូមបង្ហាញម្ដងទៀតបាទនេះវិទ្យាសាស្ត្របាទនេះគឺជាវិទ្យាសាស្ត្រអញ្ចឹងធ្វើតាមដែរខ្ញុំបានបង្ហាញមុនហ្នឹងអញ្ចឹងបើចង់បានចង់ដឹងថាគាត់បន្ទុកណាលើចាជាងគេយើងធ្វើបែបហ្នឹងបាទហើយចំពោះការទាញលទ្ធផលនេះការមើលលទ្ធផលចំពោះការទាញលទ្ធផលគឺសូមលោកគ្រូទាញលទ្ធផលម្ដងមកមុខវិជ្ជាទៅបាទចំពោះខ្ញុំទាញម្ដងមកមុខវិជ្ជាបើទាញទាំងអស់ក៏បានដែរបាទទាញទាំងអស់ក៏បានដែរដល់យើងជ្រើសរើសកន្លែងមុខវិជ្ជានេះដាក់ថាទាំងអស់តែបើពេលយើងយកទាំងអស់គឺវាលោកឡំគ្នាគណិតនេះវាមានកន្លែងមុខវិជ្ជាមានគណិតខ្មែរវិទ្យាសាស្ត្រគឺមានច្រើនត្រង់ចំណុចហ្នឹងអញ្ចឹងខ្ញុំប្រើវិធីមួយគឺខ្ញុំប្រើវិធីផ្ទាល់ខ្លួនរបស់ខ្ញុំគឺខ្ញុំយកតាមមុខវិជ្ជាខ្ញុំជ្រើសរើសតាមមុខវិជ្ជាបន្តមកទៀតខ្ញុំចាប់ដើមទាញយក Excel នេះ Excel នេះខ្ញុំទាញយកទៅបាទតើពីទាញយកវានឹងលោតនេះលោតអាកន្លែងឲ្យយើងអញ្ចឹងយើងចុច clear file ហ្នឹងមកបាទចុច clear file ហ្នឹងមកអញ្ចឹងបន្ទាប់ពីចុច clear file ហ្នឹងមកវាលោតទិន្នន័យនេះគឺជាទិន្នន័យដែលគាត់ប្រឡងមុខវិជ្ជាវិទ្យាសាស្ត្រអញ្ចឹងមុខវិជ្ជាភាសាខ្មែរគណិតវិទ្យានិងសាស្ត្រសង្គមលោកគ្រូធ្វើដូចគ្នាបាទអញ្ចឹងប្រហែលប៉ុណ្ណឹងលោកគ្រូអាចចូលទៅអនុវត្តអាចនឹងចូលបានច្រើនបាទបន្ថែមបានច្រើនអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងជួយដល់លោកគ្រូសម្រាប់ការចូលទៅធ្វើតេស្តនិងការទាញលទ្ធផល